ទទួលព័ត៌មានមួយពីម្សិលមិញពីប្រជាពលរដ្ឋបាទដែលរស់នៅខេត្តស្ទឹងត្រែងដែលបានឃើញហេតុការណ៍ដ៏គួរឲ្យមិនរន្ធត់ទេដែលគួរឲ្យភ្ញាក់ផ្អើលបាទហើយក៏ជាការត្រេកអររីករាយបាទជាមួយអាជ្ញាធរជាពិសេសគឺថាព្រះរាជអាជ្ញាបាទខេត្តស្ទឹងត្រែងបាទដែលលោកបាននឹងបំពេញកាតព្វកិច្ចបាទជូនជាតិមាតុភូមិសំតាមបំណងប្រាថ្នារបស់បងប្អូនប្រជាពលរដ្ឋយើងបាទរថយន្តយីដុបចំនួន4គ្រឿងរបស់ក្រុមហ៊ុនភូមិឌីបាទតែមួយគ្រឿងត្រូវរត់គេចបាត់បាទ3គ្រឿងទៀតត្រូវបានបង្ក្រាបបានដោយកម្លាំងចម្រុះរដ្ឋមានជំនាញរដ្ឋបាលព្រៃឈើខេត្តកម្លាំងកងរាជអាវុធហត្ថដឹកនាំដោយព្រះអាជ្ញាសាលាដំបងព្រះអាជ្ញារងសាលាដំបងខេត្តលោកស្រីស៊ុនយឺតបាទបានចុះបង្ក្រាបកាលពីវេលាម៉ោង 5:15 នាទីល្ងាចបាទថ្ងៃទី16ខែកញ្ញា2015កន្លងទៅបាទនៅចំណុចចិត្តគល់ស្ពានស្រែពកបាទមុខប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាសស្ថិតក្នុងភូមិបាទភូមិច្របបាទឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែងបើតាមប្រភពព័ត៌មានបាទពីប្រជាពលរដ្ឋបាទឲ្យដឹងថាបាទប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលលោកផ្ដល់មកឲ្យយើងខ្ញុំបាទដឹងថានៅ3-4 ថ្ងៃមុនគេបានឃើញរថយន្តយីដុប2គ្រឿងដែលមានឈ្មោះស្រីនិងឈ្មោះត្រីជាមេការអះអាងថាឈើដែលកំពុងតែដឹកជញ្ជូននេះមានច្បាប់ហើយជារថយន្តរបស់ក្រុមហ៊ុនភូមិឌីបានដឹកឈើប្រភេទឈើប្រណិតគឺឈើលេខ1ឈើលេខ2ក្នុងមួយរថយន្តបើតាមការប៉ាន់ស្មានគឺអាចមានចាប់ពី45គីបរហូតដល់50គីបបាទក្រោមការត្រូវរូវគ្នាបាទដោយជាមួយលោកឈៀងដុល្លារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តនេះបើតាមសម្ដីបាទរបស់ប្រជាពលរដ្ឋដែលបានដឹងហេតុការណ៍ហើយរថយន្តនេះបើសិនជាមិនមានការត្រូវរូវជាមួយអ្នកណាម្នាក់នោះទេมันអាចលើកឈើដាក់ហើយគ្មានការវាស់វែងនិងមិនមាន PC ត្រឹមត្រូវដូច្នេះឡើយបើតាមប្រភពបាទបន្តទៀតថាក្រុមហ៊ុននេះបានវិនិយោគពីរាជរដ្ឋាភិបាលក្នុងផ្ទៃដីចំនួន 10000 ហិកតាដើម្បីដាំដំណាំកសិឧស្សាហកម្មតែត្រូវរហូតមកដល់ពេលនេះមិនទាន់ឃើញដំណាំអ្វីជាដុំកំភួននៅឡើយទេក្រៅពីការកាប់ជញ្ជូនឈើយកទៅលុកបច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងដើរប្រមូលទិញឈើពីខាងក្រៅចូលមកដាក់ក្នុងក្រុមហ៊ុនឲ្យคล้ายទៅជាឈើស្របច្បាប់ដែលពេលឈើខាងក្នុងក្រុមហ៊ុនបានអស់រលីងជាយូរយារណាស់មកហើយតែក្រោយពីបាទក្រុមអ្នកយកព័ត៌មានបានធ្វើការស៊ើបអង្កេតអស់ជាច្រើនខែរួចមកខណៈរថយន្តយីដុប2គ្រឿងបានដាក់ឈើពេញព្រៀបនៅខាងមុខក្រុមហ៊ុនដោយមិនទាន់មានការវាស់វែងពីសមត្ថកិច្ចជំនាញទើបបែកធ្លាយដឹងថាជាឈើល្មើសច្បាប់បាទទម្លាប់បាទគ្មានច្បាប់ទម្លាប់ត្រឹមត្រូវហើយគេបានយករថយន្ត2គ្រឿងទៀតមកសាងឈើចេញដើម្បីឲ្យរថយន្តមួយគ្រឿងដឹកត្រឹមតែ PC និងស្របច្បាប់នឹងអាចមានការខុបខិតជាមួយជំនាញផងក៏មិនដឹងទើបមានការរើចេញតែក្រុមអ្នកយកព័ត៌មានយើងដឹងពីល្បិចរបស់ឈ្មួញទាំងនោះក៏ជូនដំណឹងទៅលោកព្រះរាជអាជ្ញាបាទខេត្តស្ទឹងត្រែងហើយលោកព្រះអាជ្ញាក៏បញ្ជាឲ្យព្រះអាជ្ញារងបាទលោកស្រីស៊ុនយឺតព្រះអាជ្ញាដឹកនាំកម្លាំងកងរាជអាវុធហត្ថនិងជំនាញចុះបង្ក្រាបបាទតែម្ដងទៅនេះបើតាមប្រភពព័ត៌មានពីមេការឈ្មោះស្រីបានឲ្យដឹងថាកម្លាំងចម្រុះបានមកបង្ក្រាបគេបានបញ្ជាឲ្យតែកង់ឡានមួយគ្រឿងបើកត្រឡប់ចូលក្រុមហ៊ុនវិញនិង3គ្រឿងទៀតដឹកចេញពីទីតាំងដាក់ឈើចិត្តគល់ស្ពានស្រែពកបាទឈប់តម្រៀបគ្នាមុខបាទក្រុមហ៊ុនស្ដារបាតអាងបាទចាក់សោលុកបើកអ្នកបើកបរក៏ចុះរត់គេចបាត់ស្រមោលនៅយប់ថ្ងៃទី16រថយន្តទាំង3គ្រឿងត្រូវបានកម្លាំងកងរាជអាវុធហត្ថដែលយាមកាមយ៉ាងយកចិត្តទុកដាក់បាទរងចាំបញ្ជាពីថ្នាក់លើពាក់ព័ន្ធនឹងករណីខាងលើនេះលោកបាទជាពេជ្រ
ព្រះរាជអាជ្ញាសាលាដំបងខេត្តបានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថាលោកបានសួរទៅលោកឈៀងដុល្លារនៃខណ្ឌរដ្ឋបាលព្រៃឈើលោកឈៀងដុល្លារបានប្រាប់ថាឈើនេះសុទ្ធតែមានច្បាប់ត្រឹមត្រូវបានមិនមែនឈើអត់ច្បាប់នោះទេលោកព្រះញ្ញាបានបញ្ជាឲ្យព្រះញ្ញារងដឹកនាំកម្លាំងចុះបង្ក្រាបនិងបញ្ជាឲ្យជំនាញធ្វើការរត់អូសរថយន្តទាំង3គ្រឿងមករក្សាទុកនៅរដ្ឋបាលព្រៃឈើរងចាំចាត់ការទៅតាមផ្លូវច្បាប់បាទអញ្ចឹងសរុបសេចក្តីឲ្យខ្លីតាមប្រជាពលរដ្ឋលោកបានផ្ដល់ព័ត៌មានមកដល់ NTV ពិភពព័ត៌មានយើងស្ដីពីសមិទ្ធផលមួយដែលព្រះអាជ្ញាបាទក៏ដូចជាជំនាញនៅខេត្តស្ទឹងត្រែងលោកបានចាប់បាទឈើដែលត្រូវបានគេស្គាល់ថាជារបស់ក្រុមហ៊ុនភូមិឌីបាទដែលជាក្រុមហ៊ុនមួយបាទបានទទួលការវិនិយោគពីរាជរដ្ឋាភិបាលនៅផ្ទៃដីចំនួន 10000 ហិកតាប៉ុន្តែប្រជាពលរដ្ឋសម្ដែងការខកចិត្តក៏ដូចជាមន្ត្រីរាជការមួយចំនួនដែលលោកបានផ្ដល់ព័ត៌មានលោកសម្ដែងការខកចិត្តដែរត្រង់ថាដី 10000 ហិកតានេះកាប់ឈើរាប់សិបឆ្នាំហើយដូចជាមិនអស់សោះបាទហើយដំណាំកសិឧស្សាហកម្មអីផ្សេងគឺថាដូចអត់ទាន់មានអីជាដុំកពួននៅឡើយទេ 10000 ហិកតាហ្នឹងបាទអញ្ចឹងប្រជាពលរដ្ឋនិងអ្នករកស៊ីអ្នកកាប់ឈើលក់ឲ្យបាទក្រុមហ៊ុនភូមិឌីក៏គាត់បានឲ្យដឹងដែរថាគឺថាឈើទាំងអស់នេះមិនមែនកាប់នៅក្នុងដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានផ្ដល់ជូននោះទេបាទគឺថាបាទអាចកាប់មកពីខាងក្រៅឬប្រមូលទិញពីខាងក្រៅយកមកដាក់ចូលក្រុមហ៊ុនដើម្បីឲ្យឈើទាំងអស់នោះវាคล้ายទៅជាឈើដែលមាន PC ប៉ុន្តែច្បាប់ PC ឲ្យដឹកត្រឹមតែ20គីបអីជាងទេក្នុងមួយរថយន្តប៉ុន្តែគាត់ដាក់រហូតដល់ពី45ទៅ50គីបឬក៏ឡានខ្លះអាចរហូតដល់60គីបបាទក្នុងមួយឡានអញ្ចឹងនៅពេលដែលជំនាញបាទព្រះអាជ្ញាហើយជំនាញលោកបានដឹងបាទគាត់បែរជាឬចេញមកក្នុងមួយឡានម្លែកជា2ឡានអញ្ចឹងទៅបាទបានន័យថាបើ50គីបម្លែកជាមួយឡាន25គីបដើម្បីឲ្យត្រូវតាម PC បាទប៉ុន្តែឬអត់ទាន់បាទព្រះអាជ្ញាលោកដឹកនាំកម្លាំងបាទចុះមកបង្ក្រាបរួមជាមួយនឹងជំនាញរដ្ឋបាលព្រៃឈើបាទចុះបង្ក្រាបប៉ុន្តែពាក់ព័ន្ធករណីនោះមហាជនបានយល់ថាបានលើកឡើងថាប្រហែលជាអាចមានការពាក់ព័ន្ធជាមួយនឹងលោកឈៀងដុល្លារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាទស្ទឹងត្រែងបានជាមានការដឹងខ្លួនមុនហើយរុះរើអ្នក4គ្រឿងហ្នឹងការពិតតែ2គ្រឿងទេបាទតពេលកម្លាំងចុះមកគឺថាចុះមករើពីឡានពីហ្នឹងដាក់ទៅ4គ្រឿងឲ្យវាត្រូវតាម PC បាទហើយនេះជាបញ្ហាមួយដែរដែលយើងត្រូវពិចារណាទាំងអស់គ្នាបាទទន្ទឹមនឹងការយកចិត្តទុកដាក់បាទពីថ្នាក់លើដើម្បីទប់ស្កាត់និងបង្ក្រាបនៅបទល្មើសនេះហើយបើសិនតែឡានយក្សអញ្ចឹងដឹកចេញមួយថ្ងៃរាប់សិបឡានអញ្ចឹងសួរថាតើនៅសល់ព្រៃឈើប្រមាណទៀតសម្រាប់ឲ្យឈ្មួញគាត់ដឹកជញ្ជូនយកទៅលុបបាទពីស្រុកយើងទៅដល់ស្រុកគេបាទអញ្ចឹងយើងទៅពិចារណាទាំងអស់គ្នាបាទសូមអរគុណបាទ